ហើយបាទបងឧត្តមគាត់ថាគួរតែសម្លឹងមើល Ada Güler និង Endrick តាមពិតគឺមិនមែនថាយើងមិនសម្លឹងទេបាទពួកគាត់ Ada Güler ជាមួយនឹង Endrick ក៏ប៉ុន្តែវាភាគរយដែលមកហ្នឹងគឺវាតិចពេកបាទវាអាចថា50-50ទៅចុះយើងរាប់ថា50-50ទៅចុះសម្រាប់ Ada Güler ជាមួយនឹង Endrick ព្រោះពីរអ្នកនេះបច្ចុប្បន្នសិតតែអង្គុយមើលគេលេងទាំងអស់បាទនៅរៀលក៏ប៉ុន្តែអ្វីដែលពិបាកមកខ្ញុំគិតថាបាទក្នុងចំណោមពីរនេះបើឲ្យចុចយកមួយគឺខ្ញុំអាចសម្លឹងឃើញ Endrick ច្រើនជាង Ada Güler បាទព្រោះ Güler មិនថាយើងមិនថាគេសារព័ត៌មានធំៗក៏គេផ្សារភ្ជាប់ទៅ Arsenal ច្រើនដែរបាទអាចថាជា Ozil OA ផងអីចឹងទៅបាទប៉ុន្តែបើក្នុងចិត្តខ្ញុំពីរអ្នកនេះសម្លឹងមើល Endrick ល្អជាងព្រោះខ្ញុំឃើញក្មេងនេះតំណងហើយគាត់សំខាន់ Brazil បាទ Brazil យើងឥឡូវយើងមាន Anthony មួយដែរបាទគេថាថ្ងៃមុខទៅវាអាចនឹងជោគជ័យបាទពីរអ្នកនេះយើងចាំមើលច្រើនមែនទេយើងចាំមើលទី1គឺ Anthony គាត់មិននៅទេបាទនៅពេលគាត់ចេញបាត់រដូវកាលក្រោយតើ pre-season ហ្នឹងមានឈ្មោះគាត់ជាមួយនឹងលោក Xabi Alonso អត់បើសិនជា Alonso មករដូវកាលក្រោយនេះមែនអញ្ចឹងបើសិនជាមានគ្រូថ្មីកីឡាករនឹងផ្លាស់ប្ដូរខ្លះបាទបើសិនជាមានគ្រូថ្មីអាចនឹង Ada Güler អ្នកបានលេងវិញអ្នកផ្សេងដូចជា Dani Ceballos បាទ Dani Ceballos វិញបាទហើយ Mbappe អាចនឹងមកឆ្វេងឬក៏ផ្លាស់ប្ដូរគ្នាជាមួយនឹង Vinicius Junior ទៅដាក់ Endrick ច្រឡំ Endrick Endrick ពិបាកទៅដើមកៅអីណាពិបាកព្រោះគាត់លេងនៅកណ្ដាលហើយ Mbappe គាត់នៅកណ្ដាលល្អមែនទេAda Güler គឺគាត់អាចលេងបាននៅ role Bellingham role Valverde បាទ role Rodrigo គាត់លេងបានដែរបាទគាត់អញ្ចឹង Endrick គឺពិបាកជាងគេដោយបើដំយ៉ាងអញ្ចឹងគឺម្នាក់នេះអាចនឹងចាញ់បាទតែគាត់ដឹងថាចាញ់ទៅណាទេតែ Brazil វិញឬក៏យ៉ាងម៉េចតែបើសិនជាលេងត្រូវទម្រង់បច្ចុប្បន្នមកគឺ Ada Güler ជាងគាត់លេងនៅអន្តរជាតិលេងនៅប្រទេសគាត់ល្អทีมក្រុមទូគីបាទអញ្ចឹងគឺគាត់យល់ច្រើនជាងទៅក្លឹបណាក៏ត្រូវដាក់បាទតែខ្លាចតែមក Man U ដាក់ត្រូវបាទអាចដែរបាទអូ Man U មកទៀតដែរបងប្អូនតែពិតបើ Man U គួរទិញខ្សែប្រយុទ្ធខ្សែប្រយុទ្ធបាទបងតាបាទខ្សែប្រយុទ្ធដូច Lewandowski ទៅល្អបាទតាមពិតរឿង Lewandowski រឿងប្រយុទ្ធកដាលរបស់ Man U តាមពិតខ្ញុំឡាយជាមួយនឹងមករងនិយាយតាំងពីដំបូងគឺមកហឹកដែល Harry Kane កំពុងនៅ Spurs ហើយកំពុងចង់ចាញ់ណាបាទគឺខ្ញុំមួយមករងចុចថាប្រយុទ្ធកដាល Man U គួរតែសេរី Harry Kane គួរតែសេរី Harry Kane គឺយើងសម័យឃើញមានតែ Kane មានតែអ្នកលេងទម្រង់ដូចគាត់តែជាប្រយុទ្ធកដាលបែបនេះទើបអាចជួយបានក៏ប៉ុន្តែអ្វីដែលយើងនឹកឃើញគឺវាបានរសាយទៅអស់ទៅហើយបាទហើយ Lewandowski នេះអាចនឹងចាញ់ពីបាសេអត់មើលទេខ្ញុំក៏អាចបាទអើមើល Super Fan បាសេមកចាញ់អត់អាចបាទអូតែ Fan បាសេថាអាចបច្ចុប្បន្នបាសេកំពុងតែរកកីឡាករមកជំនួសអូ Lewandowski បាទបដាហើយបាទអូកដាលបាទអូដូច Lewandowski ពិបាកអេយ៉ាតែគេទិញ Richarlison ទៅយីមែនណាបាទខ្សែកីឡាករ Brazil ទៅអេស្ប៉ាញមិនសអត់កំណត់ទេបាទកីឡាករ Brazil ទូទៅគឺគាត់ឡើងនៅអេស្ប៉ាញនិងអ៊ីតាលីខ្លាំងមែនតើបាទឥឡូវបច្ចុប្បន្នមើល Brazil នោះជួញយា Rodrigo ហ្នឹងចង់ភ្លេច Anthony កាលពីឈ្នះ Real Betis គាត់ដាក់ poster អូលេងជាមួយ Isco មួយអីច្រើនពេកហើយបាទអត់ទេ Anthony តើនោះគឺថា superstar ហ្មងយប់មិញហ្នឹងដែល Man U ស្មើហ្នឹងរៀបទីលេងដែរ Conference League Anthony ក៏បានមកស៊ីដែរបានមកស៊ីដែរបាទអញ្ចឹងគាត់នៅតែល្អគាត់តាំងពីទៅនេះដូចជា3គ្រាប់3អាស៊ីបាទហើយប្រហែលប្រកួតនេះណាល្អមែនទេ9 5ប្រកួតហ្នឹងហើយល្អអញ្ចឹងបើសិនជាគាត់លេងល្អអញ្ចឹងហើយទោះមកក៏យើងសប្បាយចិត្តនៅនោះក៏យើងសប្បាយចិត្តហ្នឹងហើយបាទខ្ញុំដូច Mr Freedom បាទលេងល្អលេងអត់ល្អលក់ក៏អត់បានថ្លៃដែរណាបាទខូចក្លឹបអត់ឥឡូវមកចេញ3ហ្នឹង Freedom down ជាងគេបាទទៀបជាងគេបើយើងធៀបពី3ដែលចេញទៅដែលយើងថាគេហៅថាមេរោគហ៎លេងបានប្រហែល Donny van de Beek ប៉ុណ្ណាបាទបាន Beek ស្ងាត់ប៉ុន្តែគេលេងបាននៅជន់ Girona បាទក៏ប៉ុន្តែបាទ Freedom នេះគឺអត់កើតតែម្ដងបាទឃើញបានមកបញ្ជូនឃើញអូសបានតិចតួចបាទអូសបានតិចតួចហើយក៏ស្ងាត់តែចេញ Freedom មកល្បីបានតិចឥឡូវអត់បានលេងតែម្ដងតាំងពី Freedom នឹងមកគឺអំបិលហ្មងតែម្ដងបាទអញ្ចឹងបាទ3អ្នក Rashford Anthony ជាមួយ Sancho នេះគឺ Sancho ទៅជាងគេហើយមើលទៅភាគរយបាទយើងមកលក់គាត់ចេញទៅបានប្រហែលលក់ទេរងទិញមក87លានអូប្រហែលនឹងមកខ្វះដែរបាទតែខ្ញុំគិតថាលក់ម្ដងបាន30លានអត់ទេ30ខ្សែហ្នឹងអស់ហើយមិនស្រួលដឹងបានខ្សែអត់បើខ្ញុំរំលឹកទៅតិចណាគាត់អត់មានអីជាមួយនឹងក្លឹបណាមួយសោះបាទត្រូវគាត់អត់មានកេរ្តិ៍ឈ្មោះនៅក្នុងការកសាងអត់មានថាអ្នកជាអ្នកដែលជួយក្លឹបនេះលើកពី1គាត់នៅ Dortmund 2ឆ្នាំបាទគាត់ល្អរដូវកាលចុងក្រោយដែលគាត់មិន2ឆ្នាំមកជាស្រ័យតាំងពីឆ្នាំ2019ឯណោះបាទ9 20 2ឆ្នាំ2ឆ្នាំហ្នឹងបាទគាត់នៅជាមួយនឹង Haaland ក៏ប៉ុន្តែ Haaland គាត់ហោចជាងបាទអញ្ចឹងនៅពេលដែលជួយឲ្យ Dortmund ឡើងទៅវគ្គធំៗនៅ Champions League គេរំលឹកតែឈ្មោះ Haaland ទេបាទក៏មកដល់ Man U គាត់ជួយស្អីខ្លះអត់បានស្អីផងអញ្ចឹងបើនិយាយទៅអាជីពរបស់គាត់គឺខ្លីមែនតើឡើងនៅ Dortmund ហើយនៅ Man U អត់បានឡើងទេក៏ប៉ុន្តែគាត់មានឈ្មោះល្បីស្រាប់ពី Dortmund មកអញ្ចឹងបើសិនជាលក់ទៅគឺខ្ញុំគិតថាអត់បានច្រើនទេ
បើនៅ Rashford គឺអាចគាត់មានប្រវត្តិសាស្ត្រចារនៅក្លឹបច្រើន Rashford បច្ចុប្បន្នយើងអាចនិយាយបានថាជា legend ក្លឹបហើយបាទព្រោះគាត់គឺជាកីឡាករដែលសល់ពីចំនួនរុងរឿងបន្តិចដែរជាកីឡាករយុវជនណាហើយគាត់ប្រម៉ូទខ្លួនគាត់ឡើងមកជាកីឡាករដែលមួយរូបនៅក្នុងចំណោមកីឡាករដែលមានតម្លៃខ្លួនក្បែរ200លានដែរ Rashford ឆ្នាំ2018តម្លៃខ្លួនគាត់180លានបាទច្រើនមែនទែនតែអត់មាននឹកសម័យថាណាគេអាចនឹងទិញទេព្រោះការគាត់ក៏កំពុងតែចង់សាងអនាគតនៅបេសាចក្រហមតែឥឡូវគឺធ្លាក់អីអញ្ចឹងត្រឡប់មកសាន់ឆូបើ30លានអរគុណគេទេអរគុណគេទៅបាទតែទៅណាមើលទៅអង់គ្លេសគាត់នៅម្លុកយើងនេះទៅមើលទៅ Rashford សពថ្ងៃខ្ញុំមិនដឹងថាលេងនៅណាសោះតែគាត់គួរតែសាកអេស្ប៉ាញបាទគួរតែសាកបាទមើល Rafinha មើលបាទយើងចាំមើលទេចាំមើលសិនបាទមានបងគង្គគាបាទគាត់ថា Roberto Di Matteo អតីតគ្រូ Chelsea ដែលជួយឲ្យ Chelsea លើកពាន Champions League លើកដំបូងទៅដល់ណាហើយខ្ញុំធ្លាប់ដឹងដែរបច្ចុប្បន្ននេះគឺគាត់ទៅធ្វើជាគេហៅថាទីប្រឹក្សានៅកូរ៉េខាងត្បូងបាទទីប្រឹក្សាក្រុមបាល់ទាត់ជុងបុកបាទជុងបុកហ៊ីយ៉ានដៃបាទទីប្រឹក្សាក្រុម technical អីនោះបាទបច្ចុប្បន្នគឺគាត់នៅកូរ៉េខាងត្បូងបាទលោក Di Matteo បាទគ្រូ Chelsea ចាស់បាទលោកគ្រីយំមិញ6-2ហ្នឹងវាជារឿងដែលល្អហើយក៏ប៉ុន្តែមានចំណុចណាដែលល្អជាង6-2ហ្នឹងទៀតអត់ក្រោយពីការប្រកួតបញ្ចប់ទៅយំមិញនេះបាទតាមដែលខ្ញុំមើលការប្រកួតបាទកាលពីម្សិលមិញក្រោមកសែភ្នែកអ្នកទស្សនាចិត្ត20000នាក់ជាងណា20000នាក់ក្នុង live ឬក៏នៅ20000នាក់ដែលចូលរួមទស្សនាផ្ទាល់អូខេបាទចំនួនអ្នកទស្សនាផ្ទាល់ហ្នឹងគឺ16271នាក់បាទជាកំណត់ត្រាមួយដ៏ច្រើនមួយណាសម្រាប់អ្នកគ្រប់គ្រងបាល់ទាត់ស្រុកខ្មែរយើងព្រោះជាទូទៅបាទការប្រកួតក្លឹបអត់សូវមានអ្នកគ្រប់គ្រងច្រើនទេអស់ហើយគឺត្រឹមពី3000 4000 5000អ្នកតែប៉ុណ្្នឹងទេប៉ុន្តែកាលពីម្សិលមិញនេះអ្នកគ្រប់គ្រងដែលចូលរួមទស្សនាផ្ទាល់នៅពហុកីឡដ្ឋានជាតិមរតកដែលចូលគឺច្រើនមែនទែនចិត្តរហូតដល់72000នាក់វាគឺជាថាប្រវត្តិសាស្ត្រមួយដែរបាទសម្រាប់ក្លឹបប្រកាន់រាជស្វាយរៀងអ្វីដែលខ្ញុំចាប់អារម្មណ៍ខ្ញុំមើលឃើញការលេងរបស់ស្វាយរៀងម្សិលមិញគឺទម្រង់ប្លែកបាទជាពិសេសអត់ទាន់ដាក់កីឡាករអស់ណានៅសល់កីឡាករច្រើនទៀតសម្រាប់ប្រកាន់រាជស្វាយរៀងឃើញទម្រង់លេងប្លែកហើយក្រោមកសៅភ្នែកអ្នកទស្សនាច្រើនស្វាយរៀងម្សិលមិញគឺបង្ហាញទម្រង់លេងបានល្អមែនទែនបាទខ្ញុំមិនសូវស៊ីជម្រៅខ្លាំងទេតាក់ទងទៅនឹងទម្រង់លេងប៉ុន្តែយើងអ្នកគ្រប់គ្រងម្នាក់យើងដឹងថាអូស្វាយរៀងថ្ងៃហ្នឹងគឺលេងប្លែកមែនខុសពីការប្រកួតដែលជួបគ្នាជាមួយសានយូណាជិតក្នុងពានរង្វាន់ Super Cup កន្លងទៅគឺខ្ញុំមើលឃើញគឺទម្រង់លេងខុសគ្នាប្លែកច្រើនមែនបាទខុសគ្នាប្លែកច្រើនបាទសម្រាប់លទ្ធផល6-2បង្គ្រាបគេថាវាសាកសមនឹងអ្វីដែលយើងខំប្រឹងទម្រង់លេងម្សិលមិញហ្នឹងវាសមស្របដែរទេមើលទៅបាទតាមដែលខ្ញុំមើលទម្រង់លេងរបស់ខាងរាជស្វាយរៀងកាលពីម្សិលមិញលទ្ធផល6-2ខ្ញុំគិតថាអាចនឹងមានដើមឡើយខ្ញុំគិតថាហួសហេងសុយហួស6ទៅ7ទៅ8វាអាចនឹង8-2ទេប៉ុន្តែដល់ពេលចុងម៉ោងទៅវាប្រែប្រួលលទ្ធផលឲ្យសានយូណាជិតវាបកបានមកគ្រាប់វិញបាទហើយអញ្ចឹងគឺធ្វើឲ្យការប្រកួតនៅក្នុងការពីម្សិលមិញមានការផ្លាស់ប្ដូរអញ្ចឹងគឺលទ្ធផល4យើងចំណេញ4គ្រាប់វាជាលទ្ធផលមួយដ៏លើសលប់ហើយសម្រាប់ខាងរាជស្វាយរៀងខ្ញុំគិតថាប៉ុណ្ណេះវាជាលទ្ធផលល្អមួយហើយបាទខ្ញុំឃើញលោកមុននោះគាត់ថាយើងបានឈ្នះហើយក៏ប៉ុន្តែអ្វីដែលគាត់មិនសប្បាយចិត្តពេលខ្លះកីឡាករលេងអត់ទាន់ចូលទម្រង់របស់គាត់ពេញលេងល្អអញ្ចឹងណាបាទអញ្ចឹងពាក់ព័ន្ធនឹងកន្លែងហ្នឹងអានេះអាចថាជាយុទ្ធសាស្ត្ររបស់គ្រូឬក៏យ៉ាងណាដែរលោកគ្រីដែលតាមដានលោកប៉េបរដងមកណាបាទជាទូទៅលោកប៉េបនោះណាគាត់មិនសូវជាសប្បាយចិត្តនឹងលទ្ធផលឈ្នះប្រហែលទេទោះឈ្នះហើយក៏គាត់ជាទូទៅការប្រកួតមួយវាតែមានចំណុចខ្វះខាតបាទហើយបងត្រូវបាទអញ្ចឹងវាមិនល្អគ្រប់10ទាំងអស់ទេអញ្ចឹងវាតែងតែមានចំណុចខ្វះខាតអញ្ចឹងគឺគាត់ជាគ្រូបង្វឹកគាត់តែមានឃើញចំណុចណាមួយដែលគាត់ប្រាប់ទៅមិនលេងដល់កម្រិតដែលគាត់ចង់បានវាតែងតែមានហើយអញ្ចឹងអត់អីទេសម្រាប់ការប្រកួតគឺម្សិលមិញគឺស្វ័យរៀងធ្វើបានល្អជាពិសេសកីឡាករចំណូលថ្មី Breno គាត់ទៅតែបង្ហាញខ្លួនលើកដំបូងជាមួយនឹងស្វ័យរៀងទេប៉ុន្តែគាត់បង្កើតឱកាសច្រើនឲ្យមិត្តរួមក្រុមហើយ Christian ក៏គាត់បានសុទ្ធ hat-trick បាទសម្រាប់ការប្រកួតកាលពីម្សិលមិញដែរអញ្ចឹងគឺស្វ័យរៀងតាមពិតទៅកីឡាករស្វ័យរៀងនៅសល់បរទេសម្នាក់ទៀតគឺ Matheus Moraes ដែលទិញមកពីលីកកំពូលអូស្ត្រាលីបាទអញ្ចឹងគឺគាត់នៅមានកីឡាករល្អៗច្រើនទៀតហើយជាពិសេសគឺកីឡាករស្វ័យរៀងខ្ញុំមើលកាលពីម្សិលមិញគាត់អាចនឹងទុកជើងកីឡាករខ្លះៗដែរព្រោះបញ្ចប់ពីប៉ះជាមួយនឹងសានយូណាជិតទៅគាត់នៅមានពានរង្វាន់ Cambodia Premier League មានហ៊ុនសែនខាប់បាទមានពានរង្វាន់ថ្ងៃ13គឺគាត់ត្រូវប៉ះជាមួយសានយូណាជិតមួយជើងទៀតបាទនៅឯមីយ៉ាន់ម៉ាអញ្ចឹងគឺស្វ័យរៀងមានភារកិច្ចច្រើនដែលត្រូវធ្វើសប្តាហ៍នេះត្រូវប៉ះជាមួយនឹងវិសាខាហ្នឹងហើយបាទវិសាខាហើយក៏បន្តទៅប៉ះជាមួយនឹងសានបាទមួយជើងទៀតហើយប៉ះជាមួយនឹង Naga មួយជើងទៀតអញ្ចឹងគឺស្វ័យរៀងធ្វើការធ្ងន់អញ្ចឹងគឺគាត់អាចនឹងព្រួយបារម្ភចំពោះកីឡាករមួយចំនួនដែលអត់ទាន់ fit អញ្ចឹងគឺគាត់អាចទុកកីឡាកររបស់គាត់សិនបាទ
សុំបត់ពីប្រខណ្ឌរាជទេយើងងាកទៅកាន់ដៃគូប្រជែងរបស់យើងគឺសាន United បងគ្រីឃើញថាខុសប្លែកគ្នាយ៉ាងម៉េចដែរពីព្រោះផលិតផល 6-2 នេះវាអាចថាសាន United ចាញ់ទឹកចាញ់ដីឬក៏ប្រព័ន្ធលេងរបស់សាន United នឹងមានការបំរែបំរួលយ៉ាងដូចម្ដេចដែរម្សិលមិញតាមដែលខ្ញុំមើលទម្រង់លេងរបស់សានកាលពីម្សិលមិញហ្នឹងក៏ផ្លាយច្រើនដែរគាត់មានកីឡាករបរទេសថ្មីចូលលេងជាពិសេសកីឡាករជប៉ុនគឺគាត់រស់រវើកនៅក្នុងធីមសាន United កាលពីម្សិលមិញហើយអ្វីដែលខ្ញុំស្ដាប់ការលើកឡើងរបស់គ្រូក៏គាត់ថាពិបាកលេងដែរទីលានថាស្មៅរៀងក្រាស់ធ្វើឲ្យកីឡាកររបស់គាត់ប្រើកម្លាំងខ្លាំងឆាប់ហត់ឬក៏ពិបាកប៉ះបាល់អីចឹងគឺគាត់គ្រូរបស់សានគ្រូគាត់ប្រាប់ដែរបាទចឹងវាពាក់ព័ន្ធនឹងរឿងស្មៅដែរចឹងហើយរឿងស្មៅស្មានតែមានលោកជូហ្គែនក្លឹបអ្នកបន្ទោះបាទតែមើលទៅ 6-2 នេះហើយយើងចំណេញ 4 គ្រាប់នៅក្នុងដៃអង្គ្រីក៏ថាយើងទៅដល់សាន United ក្នុងនាមអង្គ្រីជាអ្នកគ្រប់គ្រងហើយគិតថាយើងគួរតែប្រោះឬក៏លេងមកឲ្យមកអស់ហ្មងឬក៏យ៉ាងម៉េចពីព្រោះបើតាមស្ដាប់មើលទៅឬសូវប្រខណ្ឌរីស្វ័យរៀងនឹងសល់ព្រឹត្តិការណ៍ធំៗច្រើនទៀតផងបាទតាមដែលខ្ញុំមើលឃើញនាពេលបច្ចុប្បន្នបាល់ទាត់អ្វីៗគឺយើងមិនអាចមើលឃើញទេទោះបីថាយើងនាំមុខគេ4 គ្រាប់ទៅហើយក៏ដោយនៅជើងទី1នេះប៉ុន្តែជើងទី2អ្វីៗអាចប្រែប្រួលយ៉ាងណាមិញខ្ញុំគិតថាស្វ័យរៀងគឺគាត់លេងនៅជើងទី2អាចថានឹងរៀងមកទប់ទេបាទមកទប់ដើម្បីឬអាចសុំត្រឹមស្មើឬក៏អាចយកឈ្នះដើម្បីបានបន្ទុកបន្ថែមទៀតនៅក្នុង ranking អញ្ចឹងទើបធ្វើឲ្យស្វ័យរៀងអាចថាជាក្លឹបដើម្បីបង្កើតឲ្យឱកាសឲ្យក្លឹបផ្សេងៗនៅលីកកំពូលកម្ពុជារបស់យើងមានកៅអីច្រើនតែច្រើនអញ្ចឹងខ្ញុំគិតថាស្វ័យរៀងគឺគាត់ចង់ឈ្នះហើយសម្រាប់ការប្រកួតជើងទី2អញ្ចឹងគឺគាត់មិនអាចទុកជើងទៀតទេគឺគាត់លេងហើយគឺគាត់លេងដើម្បីបានបន្ទុក FIFA ranking ដែរបាទអូខេអរគុណបាទឃើញ comment បងប្អូនយើងបាទមានបងបេះដូងឯកាបាទបងងរងបាទអូបេះដូងឯកាអត់ថ្ងៃបាទមិនទេបាទបរទេសនៅ2អ្នកទៀតបងអូខេបាទអញ្ចឹងមិញអង្គ្រីគាត់ mention ពីជប៉ុនបាទសួស្ដីបាទឡុងនូហើយក៏សួស្ដីទៅកាន់ Pro One Single បាទបងខ្ញុំបានទៅមើលខេត្តស្វាយរៀង C6 បាទ 6-2 បងពួកបងនៅណាហ្នឹងអត់ឃើញពួកបងមកមើលបាទម្សិលមិញនេះតាមពិតគឺដោយសារតែព្រឹត្តិការណ៍ហ្នឹងហើយទើបយើងលើកថ្ងៃ live មកក្នុងថ្ងៃនេះបាទលើកមកថ្ងៃនេះក៏ប៉ុន្តែពីសប្តាហ៍ក្រោយទៅសូមបញ្ជាក់ជូនបងប្អូនអ្នកគ្រប់គ្រង Power Sport ដែរគឺយើងនឹង live នៅថ្ងៃពហុម៉ោង 7 ទៅ 7 កន្លះដូចដើមបាទពីព្រោះថ្ងៃនេះដោយសារតែម្សិលមិញហ្នឹងជាប់ស្វាយរៀងអញ្ចឹងក្រុមការងារគឺនៅក្តារជួបជុំណាបាទជួបជុំបាទទស្សនាស្វាយរៀងលេងទាំងអស់គ្នាបាទអញ្ចឹងអត់អីទេបាទខមមិនមានប្រព័ន្ធហ្នឹងហើយបងគ្រីអាចបន្តទៀតទៅថាមានពាក់ព័ន្ធអីទៀតជុំវិញហេតុការប្រកួតស្វាយរៀងម្សិលមិញនេះបាទការប្រកួតការពីម្សិលមិញនេះក៏មានការរអ៊ូរទាំពីអ្នកគ្រប់គ្រងដែលគាត់បានទៅចូលរួមទស្សនាផ្ទាល់ដែរព្រោះយើងដឹងហើយបាទការប្រកួតឲ្យតែមានអ្នកគ្រប់គ្រងច្រើនវាអាចជាមានការខ្វះខាតចន្លោះបង្ហោងត្រង់ចំណុចណាមួយជាពិសេសគឺនៅត្រង់ច្រកដើម្បីឲ្យអ្នកចូលរួមអ្នកគ្រប់គ្រងចូលរួមទស្សនាច្រកចេញចូលហ្នឹងបាទព្រោះខ្ញុំមើលឃើញគឺទស្សនវិជ្ជាអ្នកគ្រប់គ្រងច្រើនមែនទែនតម្រង់ជួចាំដើម្បី scan សម្បត្តិដើម្បីឆែកសម្បត្តិគឺការពីម្សិលមិញស្វ័យរៀងគឺគាត់ដាក់តែ2ច្រកទេ2ច្រកបាទអញ្ចឹងវាអត់រំពឹងទុកថាមានអ្នកគ្រប់គ្រងចូលរួមទស្សនាច្រើនព្រោះណាមួយវាថ្ងៃអត់ចំថ្ងៃឈប់សម្រាកហើយណាមួយទៀតវានៅឆ្ងាយប៉ុន្តែការពីម្សិលមិញគឺមានសន្ទុះអ្នកគ្រប់គ្រងច្រើនមែនតើអញ្ចឹងវាលើសពីការរំពឹងទុករបស់ក្លឹបអញ្ចឹងបើសិនជាក្លឹបដឹងមុនថាមានអ្នកគ្រប់គ្រងចូលរួមទស្សនាច្រើនបែរជាគាត់អាចបើកច្រកច្រើនជាងហ្នឹងប៉ុន្តែការពីម្សិលមិញគាត់បើកតែ2ច្រកទេអញ្ចឹងហើយអ្នកឆៃសបត់មានតែ2អ្នកទេយើងមើលទៅអ្នកគ្រប់គ្រងដែលចូលរួមទស្សនាជិត 20000 នាក់ហើយអ្នក2នាក់ដែលអ្នកឆៃសបត់វាពិតជាយឺតយ៉ាវមែនទែនគួរណាស់តែរៀបចំកាត់ទេណាគួរណាស់តែរៀបចំព្រោះក្លឹបនិងក្លឹបគឺជាអ្នកគ្រប់គ្រងនៅក្នុងការលក់សបត់ឬក៏គាត់អត់បានប្រឡែងចោលបាទលក់ហើយក៏ទុកចោលបាទលក់ហើយទុកចោលដែរបានប្រហែលយើងចាំគិតក្រោយការប្រកួតបាទអស់ប្រហែលយើងគិតលុយគិនគូតាមហ្នឹងតាមមើលទៅខ្ញុំឃើញព័ត៌មានមុនការប្រកួតប្រហែលម៉ោងទេសល់សបុតអាចនឹងថា75000ដូច្នេះវាអស់15000ទៅហើយព័ត៌មានលេខដល់យើងហើយគួរតែក្លឹបដឹងដែរដូច្នេះ2នាក់គឺដាច់ខាតគឺមិនគ្រាន់តែម្ដងបាទអញ្ចឹងខ្ញុំគិតថាកន្លែងនេះគឺជាការធ្វើប្រហែសមួយដែរព្រោះថាមិនមែនភ្ញៀវទៅទិញបុកសបុតនៅពេលដែលលេងណាបើថាសបុត20000ទិញមុនការប្រកួតមួយថ្ងៃ15000អញ្ចឹងសល់តែ5000ទៀតទេបាទសល់តែជាស្រេចចេះសបុត20000ទិញ5000សល់15000ទៀតអាហ្នឹងបានក្លឹបអត់ដឹងថាអូបាទយើងអត់មានអ្នកមើលទេចាំតែ2នាក់បានព្រោះមានតែ5000នាក់ហ្នឹងគេមកមុន1ម៉ោង2ម៉ោង2នាក់វាអូខេហើយក៏ប៉ុន្តែនេះ15000នាក់ដែលទិញសបុតអត់មានគិតគូររឿងអ្នកដែលមកក្រោយ5000នាក់ហ្នឹងទេហេតុអីក៏15000នាក់ហើយបែរជាមានអ្នកឆៃសបុតតែ2នាក់2ច្រកអញ្ចឹងគឺជាការធ្វើប្រហែលរបស់ក្លឹបខ្លាំងមែនតើបាទកន្លែងនេះគឺសូម្បីតែខ្ញុំឃើញcontent creator ខាងកីឡាណាច្រើនគឺគាត់ក៏មិនសប្បាយចិត្តដែរខ្ញុំអត់បានទៅមើលផ្ទាល់ទេតែខ្ញុំមើលឃើញព័ត៌មានមួយហ្នឹងក៏រៀងអន់ចិត្តដែរព្រោះ
វាហេតុផលច្រើនដែលគេចង់ទៅមើលខ្ញុំពីមុនគឺខ្ញុំអត់សូវតាមដានប្រហែលទេដោយសារតែអត់សូវមានគ្នាទៅផងដែរក៏ប៉ុន្តែខ្ញុំចង់ទៅមើលមិនសមឲ្យដោយសារតែ start មកដល់ដេជោឬ start នេះគឺគេចង់ទៅមើលតែម្ដងបាទដូច្នេះហើយការប្រកួតបែបអន្តរជាតិចេះទៀតมันងាយមានទេបាទស្វ័យរៀងមួយដែលធ្វើឲ្យនាំគេឈ្មោះក្លឹបកម្ពុជាទៅណាក្នុងផ្ទះចេះទៀតគឺបងប្អូនយើងចង់ទៅមើលណាអញ្ចឹងត្រឡប់មកវិញគឺជាការធ្វើបាសរបស់ក្លឹបបាទការពីល្ងាចមិញនេះឯកឧត្តមឌីវិជាដែលជាប្រធានក្លឹបរបស់ខេត្តស្វាយរៀងក៏គាត់បានបង្ហោះសារនៅលើគេហទំព័រ Facebook របស់គាត់ដែរជាការអរគុណនិងសូមអភ័យទោសរាល់ចំណុចខ្វះខាតដែលការសម្បត្តិអ្នកគ្រប់គ្រងការពីម្សិលមិញហ្នឹងគាត់ថាគាត់នឹងព្យាយាមកែសម្រួលបញ្ហាហ្នឹងឲ្យកាន់តែល្អបើសិនជាការប្រកួតក្រោយៗជាបន្តទៀតបាទត្រង់ចំណុចនេះការប្រកួតក្រោយៗដូចគ្រីបានលើកនិយាយការពីសប្តាហ៍មុនការប្រកួតនឹងកើតមានឡើងនៅមរតកជុំម្ដងទៀតបើសិនជាស្វ័យរៀងឡើងទៅកាន់វគ្គដាច់ព្រាត់វគ្គ4ក្រុមចុងក្រោយវគ្គ4ក្រុមក៏លេងនៅនឹងដែរលេងនៅនឹងដែរបាទ final គឺយើងធ្វើជាម្ចាស់ផ្ទះតែម្ដងបើសិនជាយើងឡើង final តែបើយើងអត់ឡើង final យើងគូទៀតយើងអត់ឡើង final គឺយើងចប់ហើយបាទអញ្ចឹងស្មានតែយកអត់ឡើងក៏ប៉ុន្តែគេយកគូផ្សេងមកលេងនៅយើងអត់ទេគេលេងអញ្ចឹងបាទអញ្ចឹងបើសិនជាអូល្អដែរបានវគ្គ final ហើយក៏មានឱកាសមកយើងទៀតណាមិនមែនតែខាងគេទេបាទល្អមែនតើអញ្ចឹងអានេះឱកាសរបស់យើងបាទឱកាសរបស់យើងតែមើលទៅយើងដូចជាវគ្គ4ក្រុមចុងក្រោយដូចជាសឹងតែឡើងហើយបាទអញ្ចឹងយើងដឹងតែអាចទស្សនាទៀតហើយបាទថ្ងៃនោះក៏តែលេងចំថ្ងៃពហុទៀតហើយបានហើយហ្នឹងបាទការពីម្សិលមិញនេះក៏មានការប្រកួតតាណាគ្នាដែរវគ្គ8ក្រុមចុងក្រោយណាជាពិសេសក្រុមនៅក្នុងតំបន់អាស៊ីខាងកើតរបស់យើងចិត្តក្រុមរបស់ចិនគឺតៃណាំស៊ីទីប៉ះជាមួយនឹងតៃណាំបាទម៉ាដូរ៉ាបាទប៉ះជាមួយនឹងម៉ាដូរ៉ាដែលជាក្រុមបាន់ដូនេស៊ីហ្នឹងគឺស្មើគ្នាក្នុងលទ្ធផល0-0សម្រាប់ខ្ញុំដូចដែលហ្វដំគាត់បានសួរការពីមុនឡាញគ្រីគិតមិនដែរចំពោះតៃម៉ាដូរ៉ាជាមួយនឹងតៃណាំបាទខ្ញុំគាត់ថាអត់សំខាន់ទេយើងឡើងឲ្យតែយើងឡើងទៅប៉ះមួយណាក៏បានដែរប៉ះមួយណាដែរអត់ខ្លាចទេបាទខ្ញុំចាំបានគ្រីស្ទៀនមិនសមហ្នឹងនិយាយចឹងដែរបាទអត់ខ្វល់ទេឡើងទៅគឺសំខាន់គឺចង់ឈ្នះបាទបាទម្ចាស់គ្រាប់បាល់3គ្រាប់យើងមិនសមហ្នឹងឆ្លើយដូចលោកគ្រីដែរបាទបច្ចុប្បន្នគ្រីស្ទៀននេះក៏ជាកីឡាករដែលសុទ្ធបញ្ចូលទីបានច្រើនជាងគេផងដែរនៅក្នុងព្រឹត្តិការណ៍ហ្នឹងពីរង្វាន់ AFC Challenge League រដូវកាលហ្នឹងគាត់រកបាន4គ្រាប់ហើយបាទដេញពីក្រោយដែលកីឡាកររបស់ឥណ្ឌារបស់កុយវ៉ែតក្លឹបរបស់កុយវ៉ែតគឺ Bengal អូខេបាទ Bengal គាត់សុទ្ធបាន4គ្រាប់ដែលស្មើគ្នាបាទដូចជា Eagle Bengal ហ្នឹងហើយបាទអូអញ្ចឹងបានន័យថាគ្រីស្ទៀនបច្ចុប្បន្នកំពុងតែក្លាយជា top scorer បាន4គ្រាប់ម្សិលមិញហ្នឹង3ចុះគ្រាប់ដំបូងគ្រាប់ខាងណាបាទគ្រាប់ដំបូងដូចជាប៉ះសាន United ប៉ះជាមួយនឹងក្លឹបFC ខ្វល់កាពីលេងនៅតាំងវគ្គក្នុងពូលហ្នឹងបាទវគ្គក្នុងពូលខ្ញុំភ្លេចក្រុមបាត់ទៅនេះអូខេអត់អីទេគាត់រកបានមួយគ្រាប់ដែរបាទអូខេអញ្ចឹងសម្រាប់ការប្រកួតនៅវគ្គ semi final លោកគ្រីបាទគិតថាមើលទៅអាចនឹងភាគរយខាងណាជាងព្រោះតៃណាមួយម៉ាដូរ៉ាជើងមួយស្មើម៉ាដូរ៉ានេះដូចជាធ្លាប់ចាញ់យើងដែរអត់ទេយើងចាញ់គេយើងចាញ់កាលពីវគ្គជំរុះក្នុងពូលយើងចាញ់ 2-1 ចាញ់ 2-1 តែហ្នឹងដូចជានៅណាទេភ្លេចបាត់នេះភ្លេចក្រុមនេះកាលហ្នឹងលេងក្រោមអង្សាឡើងដកប្រហែលអង្សាអូបើនេះលេងទឹកដីកដាលឬក៏ទៅលេងនៅទឹកដីរបស់ម៉ាដូរ៉ាគេលេងអត់ទេលេង FC Falcon ហ្នឹងហើយប៉ះជាមួយនឹង FC Falcon បាទយើងឈ្នះ FC Falcon ហើយយើងឡើងទៅប៉ះជាមួយនឹងម៉ាដូរ៉ាយើងចាញ់ម៉ាដូរ៉ា2-1បាទបាទអញ្ចឹងបើសម្រាប់ពីខ្ញុំទៅណាបាទយើងឃើញថាយើងរៀងមានលទ្ធភាពហើយគុណភាពរបស់យើងទៅវាគ្រាន់បើដែរឃើញមើលសាច់បាល់លេងម្សិលមិញគឺរស់រវើកជាពិសេសគឺវត្តមានកីឡាករបរទេសណាចាំមកថានេះហើយគឺជាលទ្ធផលចំណេញមួយពីកីឡាករបរទេសដែលយើងទទួលបានឥទ្ធិពលពីពួកគាត់មកគឺធ្វើឲ្យសាច់បាល់មើលទៅគឺរស់រវើកហើយវាអមជាមួយនឹងគេហៅថាស្ថានភាពហើយនឹងទស្សនវិជ្ជានៅកីឡាដ្ឋានរបស់យើងហ្នឹងគឺវាស្អាតផងហើយផងទៅបាទយើងមើលទៅគឺឃើញសាច់បាល់រស់រវើកហើយការគ្រប់គ្រងពីបងប្អូនយើងថាសរសើរបងប្អូនជាអ្នកគ្រប់គ្រងម្សិលមិញមិនមែនមើលត្រឹមតែនៅតំណឹងទេក្នុង live ក៏មានអ្នកមើលច្រើនហើយនៅខាងស្វាយរៀងហ្នឹងក៏មានការប្រចាំង LED បាទ LED មានអីអូបាទច្រើនស្ថិតស្ថប់6-2ម្សិលមិញខ្ញុំជឿថាអ្នកបងប្អូនអ្នកគ្រប់គ្រងអ្នកស្លាយម្សិលមិញតអត់បាត់ស្អកទេបើសិនជាយើងទៅទស្សនាផ្ទាល់មិនដឹងថាយើងមានអារម្មណ៍បែបណានៅពេលដែលយើងមើលតាមកញ្ចក់ទូរស័ព្ទកញ្ចក់កុំព្យូទ័រយើងមានអារម្មណ៍ថារំភើបហើយបើចោះទម្រាំអ្នកដែលទៅទស្សនាផ្ទាល់នោះយើងបើមិនសមតែមើលផ្ទាល់ថ្ងៃនេះនិយាយកើតទេអូបាទយើងសុំលើកមួយសប្តាហ៍ទៀតលើកសិនហើយបាទអូខេអញ្ចឹងយើងលោកគ្រីអស់ហើយបាទពាក់ព័ន្ធនឹងរឿងស្វាយរៀងបាទនៅបន្ថែមទៀតតាក់ទងទៅនឹងរឿងរបបខណ្ឌរាជស្វាយរៀងយើងដឹងហើយថាការប្រកួតពានរង្វាន់ AFC Challenge League រដូវកាល2024-25នេះក្រុមដែលបានឡើងទៅដល់វគ្គចែកពូលគឺទទួលបាន$10,000ក្នុងដៃ$10,000ក្នុងដៃបាទយើងមានលុយ$10,000ក្នុងដៃដើម្បីយើងជាការលើកទឹកចិត្តបច្ចុប្បន្នក្លឹបខណ្ឌរាជស្វាយរៀងគឺរកមានលុយ$22,000ក្នុងដៃហើយពីការប្រកួតពានរង្វាន់ AFC Challenge League
បាទគឺស្វាយរៀងកំពុងតែកាន់កាប់លុយយ៉ាងថាច្រើនដែរបើសិនជាស្វាយរៀងអាចលើកពានបានអាចបាន$1 លានជាងបាន$1 លាន$40,000ជាងបាទបើសិនជាស្វាយរៀងលើកពីណាបើអត់លើកពានគឺត្រឹមបានតែជើងអាចរងអីទេគឺបានត្រឹមតែ$50,000បាទកន្លះលានបាទកន្លះលានបាទខ្ញុំសូមលំអិតតិចតាក់ទងទៅនឹងទឹកប្រាក់ដែលក្លឹបខាងនេះស្វាយរៀងទទួលបានណាបាទបន្ទាប់ពីស្វាយរៀងចូលរួមការប្រកួតនៅវគ្គជម្រុះគឺបាទស្វាយរៀងមានទឹកប្រាក់ចំនួន$10,000ក្នុងដៃហើយបាទបន្ទាប់មកបាទស្វាយរៀងឡើងទៅដល់វគ្គ8ក្រុមចុងក្រោយនេះគឺស្វាយរៀងរកបាន$80,000ថែមទៀតហើយស្វាយរៀងឈ្នះមកប្រកួតបាន$20,000ថែមទៀតឥឡូវគឺ$20,000បើសិនជាស្វាយរៀងឈ្នះនៅការប្រកួតជើងទី2ប៉ះជាមួយនឹងសានចនាជាតិទៀតបាន$22,000$22,000បាទយើងប្រកួតរាប់លុយយកហ្មងឥឡូវយើងមានលុយប៉ុន្មាន$20,000$22,000ហើយបាទច្រើនមែនតើអានេះមើលដូចគ្រូផាន់គាត់ថាលុយលើគុកបើសិនជាស្វាយរៀងអាចឡើងទៅដល់វគ្គបាទ4ក្រុមចុងក្រោយបាទស្វាយរៀងបាន$12,000ទៀតច្រើនមែនតើបាទអញ្ចឹងបូកចូល30 លានហើយបាទហើយឡើងទៅវគ្គ final 30 លាន$30,000ច្រឡំបាទបើសិនជាឡើងទៅដល់វគ្គ final បាទស្វាយរៀងបាន$50,000តែបើឈ្នះបានត្រឹម$1 លាន$1 លាន$1 លានឈ្នះ$1 លានជើងឯករង$50,000ចឹងយើងសម្លឹងឃើញប្រហែលឥឡូវយើងសម្លឹងឃើញ$50,000ឬក៏សម្លឹងឃើញត្រឹម$30,000ទេអាចនឹងបាន$1 លានជាងអីយ៉ាបាទលោកគ្រីមានអីអំណះដែលសម្លឹងឃើញដល់$1 លានបច្ចុប្បន្នគឺយើងមានទំនុកចិត្តលើក្លឹបខាងនេះស្វាយរៀងបាទគឺដឹងតែប៉ុណ្្នឹងគឺមានទំនុកចិត្តបាទព្រោះឥឡូវគឺក្លឹបជាពិសេសថ្នាក់ដឹកនាំរបស់ក្លឹបគឺគាត់កំពុងតែយកចិត្តទុកដាក់ខ្លាំងជាពិសេសគឺគាត់ព្យាយាមនាំចូលកីឡាករបរទេសមកព្រោះនៅក្នុងពានរង្វាន់មួយនេះគឺគេមិនគិតពីការកូតាកីឡាករបរទេសទេគឺលេងសេរីដាក់បានអ្នកដាក់ទៅអត់ខ្វល់ទេបាទអត់មានកំណត់6នាក់ក្នុង3ក្រៅ3អីទេអត់ទេបាទគឺដាក់មកលេងបានមកទាំងអស់បាទ8នាក់បាទអញ្ចឹងគឺវាជារឿងមួយល្អមែនតើបាទសម្រាប់ខាងនេះស្វាយរៀងបាទមាន comment អីបន្ថែមទៀតទេអូបាទ comment គឺមានពាក់ព័ន្ធទៅនឹងរឿងបិសាចក្រហមបាទព្រោះបងប្អូនយើងគាត់ fan Man U ច្រើនបាទហើយពាក់ព័ន្ធទៅនឹងរឿងមិញនេះគឺឃើញបង Wintero គាត់ថាសុំកែតម្រូវS Bengal នឹងជាក្រុមរបស់ India មិនមែន Kuwait ទេអូបាទអរគុណច្រើនបង Wintero ដែលបានបញ្ជាក់បាទហើយក៏សួស្ដីបាទទៅកាន់បាទបង Oscar បាទមែនបងធម្មតាទេឥឡូវបាទគឺឥឡូវគឺខ្ពស់មែនតើហាក់បងអត់កើតទេបាទដូចចង់ជ្រៀតឥឡូវអៀតមែនតើអៀតណាស់ហើយបាទអៀរ៉ាបាទបងថាកុំពេអាមែនយូទៀតលោក Dera និងលោក Philfo Kodot បាទបាទអត់មានអីតបតអត់មានទេបាទយើងគ្រាន់តែអានអត់ហើយបាទហើយហ្នឹងបងភីតគាត់ក៏ខមមិនដែរតាក់ទងទៅនឹងចំណុចដែលពាក់ព័ន្ធទៅនឹងរឿង2នាក់ទទួល15,000ទៅមិញហ្នឹងបាទគឺរឿងសមុទ្របាទថារឿងហ្នឹងគឺចាត់ទុកជាបទពិសោធន៍បាទចាត់ទុកជាបទពិសោធន៍ពីព្រោះវាអាចថាជាលើកដំបូងផងណាបាទហើយអញ្ចឹងមិនអីទេបាទធម្មតាយើងតែងតែមានកំហុសហើយការបង្កើតកាយមួយបាទយើងបង្កើតឬក៏មានព្រឹត្តិការណ៍ធំៗមួយវាតែងតែមានកំហុសវាកាត់ឡើងវារឿងជារឿងធម្មតាទេអត់អីទេបាទយើងឲ្យតែយើងចេះព្យាយាមកែសម្រួលនៅការប្រកួតក្រោយៗជាបន្តទៀតបាទគេថាដឹងខុសចេះកែល្អជាងបាទល្អបាទអូខេបាទនេះក៏មាន brother បាទឡុងលូក៏សួររៀនលេងថ្ងៃណារៀនលេងថ្ងៃអាទិត្យម៉ោង 10 និង 15 នាទីបាទហើយមកទៀតហើយនឹងបង Pro One Single នោះគាត់សួរតែបងរងទេបាទដល់បងថៃរងបាទថៃរងបាទបីសាច់ខ្ញុំបានពៀនមួយអត់បងកុំតន់និយាយខ្ញុំថាខ្ញុំពិបាកមែនតើ100%តែខ្ញុំទាយទេបាទ